ទស្សនៈរបស់យើងសម្ដែងដោយ Kiyoka Tachibana ដោយសាររឿងមួយហ្នឹងគឺនិយាយអំពីទស្សនៈរបស់យើងបានអញ្ជើញអាមិត្តភ័ក្តិតាំងពីសម័យនៅរៀនជាមួយគ្នាហ្នឹងគឺមកបង្រៀនសៀវភៅឲ្យផ្ទាល់ខ្លួនព្រោះថាអាមិត្តភ័ក្តិវានេះគឺប្រឡងចូលមហាវិទ្យាល័យដល់ទៅ7ដងហើយមិនដែលជាប់តទៅសោះអញ្ចឹងហើយតួស្រីរបស់យើងគឺជានិស្សិតមហាវិទ្យាល័យល្បីឈ្មោះម្នាក់អញ្ចឹងហើយក៏សម្រេចចិត្តថាមកអញ្ចឹងតួស្រីយើងអ្នកបរៀនពីមេរៀនមហាវិទ្យាល័យទាំងអស់ដែលតួស្រីបានដឹងបានលឺអញ្ចឹងណាចាប់ផ្ដើមបង្ហាត់បង្ហាញទៅដល់ទៅពេលមានណាខានឃើញគ្នាយូរសម្រស់ស្អាតពេកទប់ចិត្តទប់អារម្មណ៍មិនបានអានោះខ្ចាយភ្លាមតែម្ដងអីចឹងទៅដល់តែអញ្ចឹងហើយតួស្រីរបស់យើងក៏មិននិយាយអីទៀតទេក៏មិនប្រកាន់ខឹងអីដែរព្រោះថាវាជាមិត្តភ័ក្តិអីដែរអញ្ចឹងណាត្រឹមជ្រុលជ្រោះម្ដងអីចឹងដូចជាមិនបញ្ហាអីទេក៏មានការមកបង្រៀនតអីទៀតអញ្ចឹងទៅដល់ទៅពេលបង្រៀនហើយតួស្រីរបស់យើងក៏ធ្វើខ្លួនតាមសបាយមានអីអានោះមានបានទៅតាមសបាយជាមួយណាមកអញ្ចឹងខ្ចាយមួយទៀតចាំកាលឲ្យទៅមកយ៉ាងហ្នឹងនេះរួចហើយក៏តួស្រីតួប្រុសរបស់យើងនឹងចាប់ផ្ដើមលេងជាមិត្តភ័ក្តិអីពេលនេះដូរអារម្មណ៍ហ្មងពេលនេះគឺលេងជាមិត្តភ័ក្តិអីគឺសង្សារបង្រៀនសង្សារតែម្ដងគ្រាន់តែមានការណាត់ជួបមកអានោះមានការមកពុះកញ្ជ្រោលភ្លាមតែម្ដងរហូតតាំងពីមកបង្រៀនកើតទៅជាមកនៅជុំគ្នាតែម្ដងទៅមិនរៀនមិនខ្មោចសេះអីទាំងអស់នេះញាក់សាច់របស់គេតែម្ដងចង់ប្រាប់ថាតួស្រីរបស់យើងសាច់អែមសាហាវតែហ្មងហើយកាត់បែមបានតែក្បាលរឿងតែប៉ុណ្្នឹងឯងអាសពស្វាយលោកចូលលើកឡើងគឺជាលេខកូនកុំភ្លេច search មើលហើយចូលជើងភ្លេចចុច like ចុច follow ផងបញ្ជាក់ថាអែមខ្លាំងតែម្ដងសាច់ស្អាតសាហាវតួស្រី